ឥឡូវអេដមីនមកសម្រេចសាច់រឿងយើងភាគ3បន្តទៀតណាតើកុំឲ្យខាត់ពេលវេលាយូរយើងចូលសាច់រឿងយើងហ្មងតើគ្រាន់តែលឺជីមាននិយាយបែបនឹងភ្លាមទេយើងក៏បាននិយាយទៅវិញទាំងខឹងថាហើយចុះបើយើងមិននាំឯងមកមន្ទីរពេទ្យមិននឹងដឹងថាជំងឺឯងដល់ម្លឹងមិនក៏មិនប្រាប់យើងហ៎សំទោសខ្ញុំគ្រាន់តែមិនចង់ឲ្យគ្រប់គ្នាបារម្ភប៉ុណ្ណោះមិនអីទេថេកុំខឹងអីបងទៅហៅពេទ្យសិនយើងសួរឯងមួយមានរឿងអីទៅសួរមកពេទ្យជីនជាបងថ្លៃរបស់យើងគាត់បានប្រាប់យើងថាកាលពី1ខែមុនឯងមកពិនិត្យត្រឹមតែដំណាក់កាលទី2ហេតុអីបានជាឯងមិនព្យាបាលពេលនោះឯងព្យាបាលបានណាខេយងស្រាប់តែនិយាយស្រែកកំហុសខ្លាំងដាក់ជីមីនភ្លាមតែក្តីព្រួយបារម្ភលីនឹងកំហឹងតិចតួចមកជាមួយផងដែរយើងគ្រាន់តែមិនចង់ភ្លេចគ្រប់គ្នាប៉ុណ្ណោះព្រោះគាត់ប្រាប់ថាយើងអាចនឹងភ្លេចគ្រប់គ្នានៅពេលដែលយើងព្យាបាលជំងឺនេះទៅអញ្ចឹងឯងនេះចង់ឲ្យឯងស្លាប់ដោយសារតែចង់ចាំមនុស្សប្រុសសំអុយម្នាក់នេះមនុស្សប្រុសដែលតែងតែសោះអង្គុយដាក់ឯងរៀងរហូតមកនេះមែនទេហ៎ថេយងស្រែកខ្លាំងនឹងចង្អុលទៅកាន់យងយីភ្លាមឯងកុំភ័យអីនេះគ្រាន់តែជាបំណងចុងក្រោយរបស់យើងមុននឹងយើងចាក់ចេញទៅយើងគ្រាន់តែចង់មើលថែគេឲ្យបានល្អប៉ុណ្ណោះពេលនោះយងយីស្រាប់តែស្រក់ទឹកភ្នែកមកមួយដំណក់នឹងនិយាយទៅកាន់ជីមីនវិញដោយសំឡេងស្រទន់ផ្អែមដែលមិនធ្លាប់និយាយទៅកាន់ជីមីនម្ដងណាឡើយជីបងសុំទោសណាដែលមិនអាចមើលថែអូនឲ្យបានល្អជាងនេះបងសុំទោសដែលមិនអាចការពារអូនសុំទោសដែលឲ្យអូនខ្លាចទៅជាបែបនេះនៅពេលដែលអូនចេញពីពេទ្យទៅយើងនឹងទៅដល់លេងអូនហើយចង់ទៅជាជូមែនទេបងនឹងជូនអូនទៅទីនោះជីមីនស្រាប់តែប្រតិកម្មនឹងពាក្យសម្ដីរបស់យងយីភ្លាមចុះការងាររបស់បងនោះគិតយ៉ាងម៉េចទៅការងាររបស់បងអាចឲ្យគេមើលថែជំនួសបានប៉ុន្តែបងចង់ចំណាយពេលវេលាជាមួយនឹងអូនឲ្យបានច្រើនជាងនេះបន្តិចកំពុងនិយាយសុកស្រាប់តែគ្រូពេទ្យជីនដើរចូលមកខ្ញុំសូមពិនិត្យគេបន្តិចសិនហើយក៏ចាប់ផ្ដើមពិនិត្យជីមីនទៅមួយសន្ទុះក្រោយមកជីនក៏ដកដង្ហើមធំបន្តិចនិងនិយាយទៅកាន់ជីមីនដោយទឹកមុខមាំនេះឯងលួចមិនលើថ្នាំមែនទេហ៎បានជាជំងឺធ្លាក់នឹងដើមដល់ម្លឹងជីមីនស្រាប់តែឆ្លើយទៅកាន់ជីនដោយរដុបថាគឺខ្ញុំភ្លេចនឹងណាគ្រូពេទ្យខ្ញុំភ្លេចជីនសម្លឹងមុខជីមីនបន្តិចនិងពោលទៅកាន់គេដោយទឹកមុខមាំម្ដងទៀតលើកនេះបើឯងភ្លេចទៀតយើងនឹងសម្លាប់ឯងមិនខានទេថ្នាំនេះយើងឲ្យឯងលេបដើម្បីឲ្យជំងឺរបស់ឯងធូរស្រាលឯងបែរជាទុកឲ្យវាទៅជាបែបនេះទៅវិញ